ពេល9ឆ្នាំជាងហើយបងធ្វើតាយើងមានចំណូលច្រើនហើយដល់ពេលតាំងពីប្រឈប់មកយើងក៏ផ្លាស់ប្ដូរមករកចំណូលខ្លាំងដោយសារតែគ្រួសារបងគាត់រត់ខាស្អែបចឹងទៅគឺទុកទល់វាអត់រួចយើងត្រូវបងផ្លាច់ទៅជួលហើយកូនបងពីរត្រូវការរៀនសកលរៀនអីអញ្ចឹងណាអញ្ចឹងការបងធ្វើការចំណូលគ្រួសារធំគឺបងតែជាក់ស្ដែងពេលដែលក្រុមហ៊ុនប្រឈប់ទៅវាបន្ទុកទៅលើប្តីហើយអញ្ចឹងក៏យើងចង់រស់ស៊ីខ្លះដើម្បីទុកទល់ទទួលចាំទៅនេះគឺជាអ្នកស្រីខេងចិន្តាកម្មករម្នាក់ក្នុងចំណោមកម្មករផ្សេងទៀតដែលត្រូវបានថៅកែក្រុមហ៊ុន Casino Naga World បញ្ឈប់ពីការងារក្នុងរយៈពេលជាង4ឆ្នាំមកនេះអ្នកស្រីខេងចិន្តានិងក្រុមកោតក្រមួយចំនួនទៀតមិនដែលមានចិត្តបោះបង់ការទាមទាររកយុត្តិធម៌ឲ្យខ្លួនឡើយក្រុមកោតក្រ Naga មួយចំនួនរាប់ទាំងអ្នកស្រីខេងចិន្តាបានប្រមូលផ្ដុំគ្នាធ្វើបាយនិងសម្លលក់ដើម្បីរកកម្រៃបានខ្លះគ្រាន់ដោះស្រាយជីវភាពជាប្រចាំថ្ងៃនៅពេលសួរថាតើមុខរបរមួយនេះអាចជួយជីវភាពរបស់ពួកគេបានកម្រិតណាអ្នកស្រីខេងចិន្តាថាកម្រៃដែលរកបានគ្រាន់តែរួចដោះទុកមួយពេលសម្រាប់តាពួកបងធ្វើបាយជាក្រុមនេះវាមិនអាចដោះស្រាយជីវភាពបានច្រើនទេគ្រាន់តែយើងម៉ាត់ថាបានតែមួយថ្លៃសាំងព្រោះអ្វីដែលយើងនៅតស៊ូធ្វើហ្នឹងគឺដើម្បីការទៀមទាជាមួយតកែអីចឹងទៅយើងគាត់ថាយើងធ្វើនេះគាត់ថាបានរួចតាមកចាក់សាំងឬអីបន្តដំណើរទៅមុខទៀតអញ្ចឹងថាមកជួយធ្វើការងារនេះដើម្បីទៅសម្រាលអីវាមិនច្រើនចង់និយាយអញ្ចឹងណាហើយការនេះដែលធ្វើហ្នឹងគឺពួកបងស្រឡាញ់អញ្ចឹងទៅបានយើងចេះតស៊ូនៅមួយគ្នាអញ្ចឹងណាអូនអស់ពេល4ឆ្នាំទៅហើយតែអ្នកស្រីខេងចិន្តានិងក្រុមកោតក្រផ្សេងទៀតនៅតែមានក្តីស្រមៃថាថ្ងៃណាមួយក្រុមកោតក្រ Naga ដែលត្រូវថៅកែបញ្ឈប់ពីការងារនឹងទទួលបានយុត្តិធម៌សម្រាប់បងនៅតែសម័យគិតថាថ្ងៃណាមួយកូនតាពួកបងនឹងទទួលបានយុត្តិធម៌ដូចបងនិយាយពីដើមអញ្ចឹងថាពួកបងចេញមកធ្វើកោតកម្មហ្នឹងដោយសារតែក្រុមហ៊ុនប្រឈប់ពួកបងទាំងអយុត្តិធម៌ហើយយើងជាជនរងគ្រោះបើយើងមិនតស៊ូហើយយើងមិនផ្ដល់កម្លាំងចិត្តឲ្យខ្លួនឯងហើយនឹងអ្នកដទៃតើអ្នកគេផ្ដល់កម្លាំងចិត្តឲ្យយើងត្រូវតែជឿជាក់ខ្លួនឯងថាយើងនឹងធ្វើត្រូវអញ្ចឹងយើងត្រូវតែតស៊ូដើរទៅមុខទាំងអញ្ចឹងណាកញ្ញាឈឹមស៊ីធជាសហជីពតំណាងក្រុមកោតក្រ Naga World កញ្ញាបានរៀបរាប់ពីទុក្ខលំបាកក្នុងរយៈពេល4ឆ្នាំដែលក្រុមកោតក្រចេញតស៊ូមតិក្នុងសង្គមមែនទែនទៅរយៈពេល4ឆ្នាំនៃការតស៊ូមតិដោយអហិង្សានៅក្រុមហ៊ុន Naga World នេះអ្នកដែលចេញចូលក្នុងកោតកម្មបច្ចុប្បន្ននៅសល់ជា300នាក់បើយើងនិយាយពីបញ្ហាប្រឈមកន្លងមកគឺយើងបានលើកឡើងច្រើនហើយមានតាំងពីការប្រើប្រាស់ពន្ធនាការការចាត់ដាក់ពន្ធនាគារអំពើហិង្សាហើយនិងការលេបពណ៌ផ្សេងពីលើបណ្ដាញសង្គមដែរឧទាហរណ៍ដូចជាពួកយើងត្រូវបានចោទប្រកាន់ថាទទួលលុយបរទេសប្រឆាំងជាមួយរដ្ឋាភិបាលឬក៏ក្រុមស៊ីឈ្នួលធ្វើបាតកម្មតវ៉ាអីទាំងអស់ហ្នឹងហើយមែនតែទោះបីយើងមិនមានការឆ្លើយតបក៏ដោយប៉ុន្តែនៅក្នុងចិត្តណាទីដោនអ៊ីនសាយនោះគឺយើងមានអារម្មណ៍ថាពេលខ្លះដូចយើងទទួលរងអភិបយុទ្ធធម៌ពីខាងក្រុមហ៊ុនមួយហើយបែរទៅជាមានការរៀបពណ៌ផ្ដល់ភាពអយុត្តិធម៌ថ្មីមួយទៀតមកឲ្យយើងចាអញ្ចឹងនេះគឺជារឿងដែលយើងឆ្លងកាត់ហើយប៉ុន្តែសំណួរសួរថាផលវិបាកបច្ចុប្បន្ននេះគឺជាអីយើងនៅសល់ថ្នាក់ដឹកនាំសហជីពយើងមួយចំនួនទៀតលើកលែងនាងខ្ញុំដែលនាងខ្ញុំអនុវត្តទុកមួយហើយនោះក្រៅពីហ្នឹងគឺពួកគាត់នៅត្រូវបន្តទៅបង្ហាញខ្លួននៅចំពោះអាជ្ញាធរជារៀងរាល់ខែដោយសារគាត់ត្រូវដាក់ក្រោមការត្រួតពិនិត្យហើយបើតាមវេទិកាគាត់អាចត្រូវបន្តធ្វើបាននៅរយៈពេល5ឆ្នាំហើយនឹងមានក្រុមកោតក្រមួយក្រុមទៀតដែលត្រូវបានក្រុមហ៊ុនបដិងពីបទរំលំនៅតាមទោះបីជាមិនទាន់មានការចាត់វិធានការក៏ប៉ុន្តែរឿងនោះវាហាក់ដូចទៅជាករណីតឡាការមួយដែលនៅជួរនៅកញ្ចក់កគាត់អត់លើធ្វើតែ hang over ហ្នឹងគឺនៅអត់មានភាពច្បាស់លាស់ហើយដល់ឡែកអ្នកដែលចូលរួមក្នុងកតកម្មគឺពាក់ព័ន្ធជាមួយនឹងកត្តាជីវភាពគឺពួកគាត់ប្រឈមខ្លាំងមែនទែនរហូតដល់មានអ្នកខ្លះគាត់ត្រូវបង្ខំចិត្តទៅធ្វើការពី3កន្លែងអ្នកខ្លះគាត់លក់សម្ភារៈតបខ្លួនលក់ម៉ូតូលក់ផ្ទះឬក៏ដីលក់ខ្សែអីក៏មានដែរហើយអ្នកខ្លះក៏មានវិបត្តិគ្រួសារដែរដោយសារគាត់អត់មានចំណូលដូច្នេះទៅវាធ្វើឲ្យពួកគាត់មានបញ្ហានៅក្នុងគ្រួសារហើយអ្នកខ្លះរហូតដល់បង្ខំចិត្តឲ្យកូនឈប់រៀនឬក៏មានដែរនេះគឺជា
ផលវិបាកដែលពួកគាត់ទទួលរងខ្លាំងមែនទែន ក្នុងនាមជាអ្នកសង្កេតការណ៍របស់អង្គការសង្គមស៊ីវិលលោកយីសុកសានមើលឃើញថាភាពអយុត្តិធម៌របស់ក្រុមកោតក្រ Nagawal អស់រយៈពេលជាង4ឆ្នាំមកនេះគឺដោយសារតែអំពើពុករលួយ តាមការកត់សម្គាល់និងតាមដានរយៈពេល4ឆ្នាំដែល Nagawal ទាមទាររយុត្តិធម៌នេះវាគ្មានអ្វីចម្លែកទេសម្រាប់នៅប្រទេសកម្ពុជាយើងដោយសារប្រព័ន្ធនៅពុករលួយធំជាងគេដែលมันអាចយុត្តិធម៌มันអាចឈ្នះពុករលួយទេដោយសារតែពុករលួយហ្នឹងវាចងតាំងពីគេហៅថាក្រុមហ៊ុនឯកជនរហូតដល់ទៅប្រព័ន្ធរដ្ឋាភិបាលរហូតទៅដល់តុលាការទៀតអញ្ចឹងយើងកត់សម្គាល់យើងបកមកវិញថាតើអ្វីដែលគាត់ទាមទារហ្នឹងតើទាមទាររយុត្តិធម៌ហ្នឹងតើអ្នកណាដែលជាអ្នកចាញ់ដោយសារអីដោយសារតកែ Nagawal ហ្នឹងគាត់បានអាជ្ញាប័ណ្ណពីរដ្ឋាភិបាលហើយរដ្ឋាភិបាលហ្នឹងគឺការពារតកែហ្នឹងគាត់ខ្លាចបាត់បង់តកែហ្នឹងនៅពេលដែលបាត់បង់តកែគាត់អត់មានចំណូលនេះជាហេតុផលមួយដែលខ្ញុំចង់និយាយថាអ្វីដែលពួកគាត់ជាពិសេសសហជីព Nagawal ដែលទាមទារនេះសម្រាប់ខ្ញុំមើលឃើញគាត់ទទួលបានយុត្តិធម៌នៅលើការមើលឃើញនៅលើពិភពលោកប៉ុន្តែយុត្តិធម៌សម្រាប់គាត់នៅប្រទេសកម្ពុជាគឺអត់មានទេណាអ្វីដែលយើងលើកទឹកចិត្តឲ្យគាត់យើងគាំទ្រគាត់ដោយសារអ្វីដែលគាត់ហ៊ាននៅក្នុងប្រទេសមួយដូចនៅក្នុងវងខ្លាអញ្ចឹងទោះបីគាត់ដឹងថាគេស៊ីដែរប៉ុន្តែគាត់នៅតែទាមទារតវ៉ាគេដឹងថាគេស៊ីហើយប៉ុន្តែគាត់នៅទាមទារតវ៉ាទោះយ៉ាងហោចណាស់គាត់នៅសល់ឆ្អឹងឆ្អែងខ្លះជាផោះតាងដើម្បីដាក់បន្ទុកទៅរដ្ឋាភិបាលជាពិសេសសហគមន៍អន្តរជាតិឲ្យពិចារណាទៅលើយុត្តិធម៌ដល់សហជីព Nagawal នេះ ឆ្លើយតបចំពោះបញ្ហាវិវាទការងារក្រុមហ៊ុន Nagawal លោកស៊ុនមេសាអ្នកនាំពាក្យក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបញ្ជាក់ថាក្រសួងបានព្យាយាមដោះស្រាយករណីនេះចំនួន27ដងក៏ប៉ុន្តែត្រូវបានក្រុមកោតក្រមួយចំនួនទាត់ចោល ការស្នើសុំទាំងនេះគឺជាករណីចាស់ៗដែលក្រសួងបានដោះស្រាយរួចមកហើយជាក់ស្ដែងយើងបានដោះស្រាយចំនួន27លើកប៉ុន្តែត្រូវបានទាត់ចោលលើដំណោះស្រាយរបស់ក្រសួងមិនត្រឹមតែប៉ុណ្ណោះសូម្បីតែដំណោះស្រាយរបស់ក្រមប្រឹក្សាអាជ្ញាកណ្ដាលដែលជាយន្តការត្រីភាគីដែលក្រមអតីតបុគ្គលិក Naga ជាអ្នកជ្រើសរើសខ្លួនឯងក៏ទាត់ចោលផងដែរប៉ុន្តែទន្ទឹមនឹងនោះអតីតបុគ្គលិក Naga រាប់ពាន់អ្នកផ្សេងទៀតបានទទួលយកដំណោះស្រាយរបស់ក្រសួងដែលបានដោះស្រាយជូនពួកគាត់ជាមួយគ្នានេះតាមនីតិវិធីប្រសិនបើដំណោះស្រាយក្រសួងត្រូវបានទាត់ចោលមិនពេញចិត្តដំណោះស្រាយក្រមប្រឹក្សាអាជ្ញាកណ្ដាលទៀតមិនពេញចិត្តទៀតផ្លូវច្បាប់ដែលមួយគត់ដែលត្រូវអនុវត្តគឺបន្តនីតិវិធីទៅកាន់តុលាការហើយសូមបញ្ជាក់ផងដែរថាគិតមកដល់ពេលនេះក្រុមហ៊ុន Naga មានសហជីពរបស់គាត់ផ្ទាល់ខ្លួនមួយស្រេចទៅហើយស្របទៅតាមច្បាប់ដែលពួកគាត់បានស្នើសុំមកចុះបញ្ជីនៅក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈដូច្នេះសូមគោរពច្បាប់ទាំងអស់គ្នាដើម្បីកម្ពុជាក្លាយទៅជាប្រទេសនីតិរដ្ឋដែលគ្រប់គ្នាចង់បាន